សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូខ្មែរ MIS គ្រប់ជាខ្ញុំនៅក្នុងខនេះយើងនឹងសិក្សាអំពី C Programming ប៉ុន្តែមុននឹងឈានដល់ការសរសេរកូដនៅក្នុង C Program ខ្ញុំសូមរំលឹកទ្រុសអំពី C បន្តិចសិននៅក្នុងមេរៀនទី1និយាយអំពី Introduction នេះមាន3ចំណុចដែលយើងត្រូវសិក្សាចំណុចទី1និយាយអំពីលក្ខណៈរបស់ C ចំណុចទី2ថាតើនៅក្នុង program មួយយើងទាមទារអ្វីខ្លះហើយវារ៉ាន់ពីណាទៅណាចំណុចទី3យើងនឹងលើកឧទាហរណ៍ជាក់ស្ដែងដើម្បីមកបញ្ជាក់ចំណុចទី1 C Programming ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយលើបច្ចេកវិទ្យាកុំព្យូទ័រយើងអាចនិយាយបានថា C អាច develop នៅភាសាផ្សេងទៀតបានយើងប្រើប្រាស់ C ទៅតាមតម្រូវការទៅតាមគោលបំណងផ្សេងហើយ C នោះក៏វាមាននៅលក្ខណៈពិសេសមួយចំនួនដូចជាវា support ជាមួយនឹងពពួក low level language នេះគឺជាភាសាសម្រាប់ម៉ាស៊ីនដែលយើងពិបាកយល់ process វាគឺរ៉ាន់លឿនមែនប៉ុន្តែយើងពិបាកយល់យើងត្រូវការចងចាំនៅកូដជាច្រើនទី2គឺ portability នេះគឺ feature មួយនេះគឺអាចឲ្យយើងមានន័យថានៅពេលដែលយើងសរសេរកូដនៅលើភាសា C អញ្ចឹងកម្មវិធីនឹងអាចដំណើរការនៅលើ PC ដទៃទៀតបានលក្ខណៈមួយទៀតគឺ powerful គឺវាផ្ដល់នៅប្រភេទទិន្នន័យវាផ្ដល់នៅអនុគមផ្ដល់នៅ condition ហើយនិងពពួក loop control មួយទៀតគឺវា support ជាមួយនឹងពពួក high level language នេះគឺវាផ្ដល់នៅលក្ខណៈងាយស្រួលជាងសម្រាប់ user ប្រើប្រាស់ដោយសារអ្វីដោយសារតែវាផ្ដល់នៅ user interface សម្រាប់ user វាប្រើប្រាស់នៅភាសាអង់គ្លេសជាទូទៅហើយចឹងបើយើងប្រៀបធៀបទៅនឹងពពួកភាសាផ្សេងដូចជាភាសា BCPL ហើយនិង Pascal ហ្នឹងវាខុសគ្នាឆ្ងាយហើយនឹង C ហ្នឹងគឺវាផ្ដល់នៅ feature ពិសេសដើម្បី manage data លក្ខណៈមួយទៀតគឺ modular programming គឺជា technique នៅក្នុងការ design software ឧទាហរណ៍ថាបើសិនជាយើងបង្កើត software ធំមួយគឺអញ្ចឹង software របស់យើងគឺបែងចែកចេញទៅជាផ្នែកហើយយើងយកអាផ្នែកហ្នឹងមករួមចូលគ្នាបង្កើតបានជាកម្មវិធីមួយនេះគឺជាលក្ខណៈរបស់ C នៅក្នុងវីដេអូនេះយើងសិក្សាអំពីលក្ខណៈរបស់ C អញ្ចឹងនៅក្នុងវីដេអូបន្ទាប់យើងនឹងសិក្សាអំពីថាតើនៅពេលដែលយើងសរសេរ program មួយតើយើងត្រូវការអ្វីខ្លះហើយ program ហ្នឹងវាចាប់ផ្ដើមពីណាទៅណា